ពេលខ្លះខ្ញុំមានអារម្មណ៍ថាតើពេលនេះខ្ញុំកំពុងគិតខុសឬត្រូវដែលបោះបង់ការងារហើយមកចាប់ផ្ដើមដើរតាមក្តីសម័យម៉ាក់ឲ្យកូនសុំទោសដែលកូនមិនបានស្ដាប់តាមម៉ាក់ម៉ាក់ឈឺណាស់ឯងគាត់មកដើរតាមក្តីសម័យដូចរឿងប្រឡោមលោកហ្នឹងមែនមិននិយាយមិនតបហ្នឹងកំពុងងុយជេរខ្ញុំក្នុងចិត្តមែនដែលណាថាអូយតើជប់លាក់អត់ទៅខ្ញុំដឹងរឿងលោកអស់ហើយតាំងពីរឿងម៉ាក់របស់លោកដេញលោកចេញពីផ្ទះមកក្រែងផ្ទះយាយខ្ញុំហើយមូលហេតុគឺដោយសារតែលោកចង់ដាំដំណាំធម្មជាតិនៅទីនេះមែនទេបាទមីងមុននឹងខ្ញុំបានប្រាប់បងសាក់ពីសេវាកម្ចីរបស់ធនាគារជីបម៉ងហួចៃដូចបញ្ហារបស់បងសាក់ចឹងគាត់ខ្វះដើមទុនមួយចំនួនគឺធនាគារជីបម៉ងអាចជួយបានខ្ញុំមានអារម្មណ៍ថាទឹកដីកំណើតដ៏កក់ក្ដៅមួយនេះបានរងចាំខ្ញុំធ្វើឲ្យខ្ញុំមានឱកាសធ្វើការងារដែលខ្ញុំស្រឡាញ់ពិតមែនតាមពិតកន្លែងនេះបានចាំទទួលខ្ញុំយូរហើយគ្រាន់តែខ្ញុំជាអ្នកទុកគេចោលជាពិសេសអរគុណដល់ធនាគារជីបម៉ងដែលជាដៃគូដ៏កក់ក្ដៅសម្រាប់វិស័យកសិកម្មមួយនេះ